ត្រាំនឹងមកម៉ាឡេស៊ីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃរដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាឡេស៊ីលោកមូហាម៉េតហាសាននាថ្ងៃអង្គារទី14ខែតុលាបាននិយាយថាប្រធានាធិបតីអាមេរិកដូណាល់ត្រាំនឹងធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃអន្លង់ប្រព្រឹត្តការណ៍កិច្ចប្រជុំកំពូលអាស៊ានតាមភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថាលោកមូហាម៉េតបានបន្តថាម៉ាឡេស៊ីរួមជាមួយសហរដ្ឋអាមេរិកដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើរវាងថៃនិងកម្ពុជាដែលនឹងមានតម្រូវឲ្យភាគីទាំងសងខាងបោះសម្អាតមីនហើយដកសុភាវុធធុនធនទាំងអស់ចេញពីតំបន់ព្រំប្រទល់បើតាមលោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះនឹងត្រូវធ្វើឡើងអំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានដែលក្រុងប្រព្រឹត្តទៅនៅទីក្រុងកាឡាឡាំពួរចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025លោកមូហាម៉េតបានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូចនេះថាអន្លង់កិច្ចប្រជុំកំពូលអាស៊ានយើងសង្ឃឹមថាការចុះកិច្ចព្រមព្រៀងមួយហៅថាកិច្ចព្រមព្រៀងទីក្រុងកាឡាឡាំពួររវាងប្រទេសជិតខាងទាំងពីរនឹងធានានូវបទឈប់បាញ់យូរអង្វែងព្រមទាំងសន្តិភាពគួរបញ្ជាក់ថាភាពតានតឹងជំវិញបញ្ហាព្រំដែនរវាងកម្ពុជានិងថៃបានឈានដល់ការប៉ះទង្គិចប្រដាប់អាវុធដល់ប្រឡាយអស់រយៈពេល5ថ្ងៃកាលពីខែកក្កដាកន្លងទៅមុនពេលមានបទឈប់បាញ់គ្នាដែលផ្ដួចផ្ដើមដោយលោកត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអានវីអាប់រ៉ាហ៊ីមដែលជាប្រធានបដូវវេនរបស់អាស៊ាន